ការពន្យល់លម្អិតពីអត្ថប្រយោជន៍របស់ស្ពៃបូកូ China Cabbage ស្ពៃបូកូមិនត្រឹមតែជាបន្លែដែលមានរសជាតិឆ្ងាញ់នោះទេតែវាជាប្រភពដ៏សម្បូរទៅដោយវីតាមីនសារធាតុរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្ម antioxidants ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព 1. ជួយដល់សុខភាពឆ្អឹងនិងកាត់បន្ថយហានិភ័យជំងឺពុកឆ្អឹងវីតាមីន K ស្ពៃបូកូផ្ទុកនូវវីតាមីន K ខ្ពស់ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពឆ្អឹងវាជួយបង្កើនការស្រូបយកកាល់ស្យូមនិងជួយដល់ប្រូតេអ៊ីនមួយចំនួនដែលចាំបាច់សម្រាប់ការកសាងឆ្អឹងកង្វះវីតាមីន K អាចបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងនិងបាក់ឆ្អឹងកាល់ស្យូមនិងផូស្វ័រសារធាតុទាំងពីរនេះគឺជាធាតុផ្សំដ៏សំខាន់នៃឆ្អឹងស្ពៃបូកូផ្ដល់នូវបរិមាណកាល់ស្យូមនិងផូស្វ័រដែលជួយទ្រទ្រង់រចនាសម្ព័ន្ធឆ្អឹងឲ្យរឹងមាំ 2. ជួយការពារសុខភាពបេះដូងវីតាមីន C E និងបេតាការ៉ូទីនសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះជួយប្រឆាំងនឹងការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយដែលអាចជាដើមចាំនៃជំងឺបេះដូងពួកវាជួយកាត់បន្ថយការបំផ្លាញកោសិកានិងការពារកុំឲ្យមានការកកស្ទះនៅក្នុងសរសៃឈាមប៉ូតាស្យូមស្ពៃបូកូក៏មានផ្ទុកប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល 3. ជួយពង្រឹងប្រព័ន្ធភាពស៊ាំវីតាមីន C គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំវាជួយជំរុញការផលិតកោសិកាឈាមសដែលជាកោសិកាដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនិងបាក់តេរីដែលបង្កជំងឺ 4. ល្អសម្រាប់សុខភាពភ្នែកបេតាការ៉ូទីនស្ពៃបូកូជាប្រភពដ៏ល្អនៃបេតាការ៉ូទីនដែលរាងកាយអាចបំប្លែងទៅជាវីតាមីន A វីតាមីន A មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពភ្នែកជាពិសេសជួយការពារភ្នែកពីជំងឺដូចជាឡាងបាយនិងការពារពីការខូចខាតកោសិកាភ្នែកដោយសារតែពន្លឺខ្លាំង 5. ជួយដល់ការសម្រកទម្ងន់កាឡូរីទាបនិងជាតិសរសៃស្ពៃបូកូមានកាឡូរីទាបហើយផ្ទុកទៅដោយជាតិសរសៃជាតិសរសៃជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរដែលកាត់បន្ថយការទទួលទានអាហារផ្សេងៗទៀតវាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ឬសម្រកទម្ងន់ 6. សារធាតុប្រឆាំងជំងឺមហារីក Cancer Fighting Compounds ស្ពៃបូកូជាបន្លែមួយប្រភេទនៅក្នុងគ្រួសារ Brassica ដែលរួមមានផ្កាខាត់ណាខៀវ Broccoli និងស្ពៃក្តៅផងដែរបន្លែក្នុងគ្រួសារនេះមានផ្ទុកសារធាតុម្យ៉ាងហៅថា Glucosinolates នៅពេលដែលអ្នកទំពាឬកាត់ស្ពៃបូកូសារធាតុ Glucosinolates នេះនឹងបំប្លែងទៅជា Isothiocyanate ដែលជាសារធាតុប្រឆាំងនឹងជំងឺមហារីកសារធាតុនេះជួយកម្ចាត់សារធាតុពុលដែលបង្កជាជំងឺមហារីកនិងអាចរារាំងការរីកលូតលាស់នៃកោសិកាមហារីកបាន 7. ជួយដល់សុខភាពស្បែកស្ពៃបូកូក៏ផ្ទុកនូវវីតាមីន C ដែលមិនត្រឹមតែល្អសម្រាប់ប្រព័ន្ធភាពស៊ាំប៉ុណ្ណោះទេតែវាក៏ជួយដល់ការផលិត collagen ដែលជាប្រូតេអ៊ីនសំខាន់សម្រាប់រក្សាសុខភាពស្បែកនិងកាត់បន្ថយភាពជ្រីកជ្រួញផងដែរ 8. ជួយដល់ប្រព័ន្ធរំលាយអាហារដោយសារស្ពៃបូកូមានជាតិសរសៃខ្ពស់វាជួយជំរុញចលនាពួកវាឲ្យដំណើរការបានល្អនិងអាចការពារបញ្ហាទល់លាមកជាតិសរសៃក៏ជួយដល់ការលូតលាស់នៃបាក់តេរីល្អៗនៅក្នុងពួកវាផងដែរ 9. កាត់បន្ថយសម្ពាធឈាមស្ពៃបូកូជាប្រភពនៃប៉ូតាស្យូមដ៏ល្អក្នុងចំណោមអាហារជាច្រើនដែលមានសារធាតុចិញ្ចឹមផ្សេងៗទៀតម្យ៉ាងទៀតការបន្ថែមស្ពៃបូកូទៅក្នុងរបបអាហារប្រចាំថ្ងៃអាចជួយរក្សាសម្ពាធឈាមឡើងខ្ពស់ការរក្សាសម្ពាធឈាមឲ្យមានសុខភាពល្អការពារការគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាល 10. លុបបំបាត់សារធាតុពុលស្ពៃបូកូត្រូវបានគេស្គាល់ថាជាសារធាតុបន្សាបដ៏ល្អឥតខ្ចោះដែលជួយបន្សាបសារធាតុពុលនៅក្នុងខ្លួនរបស់អ្នកដើម្បីការពារមិនឲ្យកើតមានបញ្ហាធ្ងន់ធ្ងរ 11. ជួយសម្រួលដល់បញ្ហាទល់លាមកការទទួលទានស្ពៃបូកូឲ្យបានទៀងទាត់ជួយធ្វើឲ្យពោះវៀនមានដំណើរការល្អនិងកាត់បន្ថយហានិភ័យនៃជំងឺឬដួងបាតព្រោះវាជាប្រភពដ៏សម្បូរបែបនៃជាតិសរសៃដែលអាចជួយដោះស្រាយរាល់បញ្ហាទាំងនេះបើគិតថាវីដេអូនេះល្អសូមជួយចែករំលែកបន្តផងសូមអរគុណ